ងមួយនឹងកតានេះមិនមែនតែមានតែមិត្តភ័ក្តិទេដែលខ្ញុំធ្លាប់ជួបកន្លងមកមានទាំងគ្រួសារផងដែរមានន័យថាអាណាព្យាបាលមួយចំនួនគាត់អត់ទាន់ស្វែងយល់ពីអារម្មណ៍របស់កូនគាត់ក៏ពីកូនគាត់ច្បាស់ទេអញ្ចឹងទៅឃើញកូនគាត់ចេះហែតិចតួចមានអ្នកបឋមកម្រិតមួយដែលគាត់ទៅធ្វើអត់បានណាដល់ពេលអញ្ចឹងទៅធ្វើឲ្យមានការឆ្លក់ឬក៏លងគឺគាត់ខ្លាចលើសដើមអញ្ចឹងសង្ឃឹមថាអាណាព្យាបាលទាំងអស់ខ្ញុំសូមឲ្យគាត់ស្វែងយល់ពីកូនរបស់គាត់បាទហើយដឹងពីកម្រិតនៃការហែរបស់កូនគាត់បានកម្រិតណាហើយមិនបខំគាត់ទេជាទូទៅក្នុងការរៀនហែទឹកគាត់ត្រូវការពេលវេលាមួយដល់មានថាដល់ត្រឹមត្រូវហើយនឹងការហែឲ្យល្អសិនទើបការហែរបស់គាត់ហ្នឹងគឺកាន់តែប្រសើរលោកគ្រូគិតយ៉ាងណាដែរទៅខ្ញុំចំពោះលោកគ្រូខ្ញុំធ្លាប់ជួបម្នាក់ដែរគាត់ធ្លាប់បខំកូនគាត់ឲ្យចុះហែទឹកគាត់លក្ខណៈកូនគាត់រឹងហ៊ានចុះតែគាត់ខ្លាចនៅពេលកូនគាត់អត់ព្រមចុះហ្នឹងទៅគាត់រុញទម្លាក់ចុះក្នុងទឹកហើយគាត់ខ្ញុំឃើញលក្ខណៈជាក់ស្ដែងហ្មងឃើញរីអេកសិនគាត់ឆ្វេងស្វាឡើងមកលើគៀមអាងវិញហើយលក្ខណៈយំស្រែកយំយកតែម្ដងហ្នឹងវាមិនមែនជាកំហុសកូនគាត់ទេនេះគឺជាកំហុសអាណាព្យាបាលដែលគាត់មានថាគាត់ចង់កូនគាត់ខ្លាហានកំតែធ្វើឲ្យកូនគាត់កាន់តែមានអាភាពអាក្រក់ជាមួយនឹងទឹកកាន់តែខ្លាំងបាទនិយាយទៅអាចថាបើយើងផ្ដល់សម្ពាធទៅលើអាណាព្យាបាលនឹងស្រង់ក៏វាមិនត្រូវដែរចំណុចហ្នឹងអាចថាគាត់ដូចនិយាយមុនហ្នឹងគឺគាត់អត់ទាន់យល់ពីអត់ទាន់ស្វែងយល់ពីកូនរបស់គាត់ធម្មតាយើងយល់ថាគាត់មានបើន័យថាចេតនាមួយចង់ឲ្យកូនគាត់ចេះហែទឹកបាទមានភាពក្លាហានជាមួយនឹងទឹកប៉ុន្តែគាត់នៅគាត់អត់ទាន់ដល់មួយទៅតងទៅនឹងកូនតើកូនរបស់គាត់ហ្នឹងអាចទទួលបានកម្រិតណាជាមួយនឹងទឹកហ្នឹងព្រោះដូចនិយាយមិនអញ្ចឹងមិនទូទៅមិនត្រឹមតែទឹកទេឬក៏ការរៀនផ្សេងៗទៅដូចគ្នាការធ្វើអីបាទយើងអាចទៅបខំប្រកួតបានទេគាត់ឆ្លាញ់ខាងអីយើងអាចបខំខាងប៉ុន្តែទៅតនឹងការហែទឹកនេះដូចគ្នាបើមិនជាយើងដឹងថាកូនរបស់យើងខ្លាចគាត់អត់សូវន័យថាចូលចិត្តទឹកក៏គាត់ខ្លាចទឹកយើងគួរព្យាយាមសិក្សាស្វែងយល់ពីគាត់បាទឬក៏នាំគាត់ទៅរកលោកគ្រូឬក៏សាលាបង្រៀនហែទឹកណាដែលមានជំនាញបាទគុណភាពច្បាស់លាស់អញ្ចឹងទៅដើម្បីជួយគាត់បើមិនជាយើងជាអាណាព្យាបាលចង់ឲ្យកូនយើងបើថាចាក់ចេញពីអាភាពខ្លាចទឹកហ្នឹងពាក់ព័ន្ធជាមួយនឹងអ្នកដែលគាត់ខ្លាចទឹកខ្លាំងហ្នឹងតែយើងអាចព្យាយាមជួយគាត់បានដែរទេគ្រូជាធម្មតាហ្មងតាមបទពិសោធន៍ខ្ញុំធ្លាប់បរិញ្ញាយើងធ្លាប់ជួបច្រើនសិស្សដែលគាត់ខ្លាចទឹកបាទសិស្សគាត់ខ្លាចទឹកយើងអាចជួយគាត់បានដូចគ្នាយើងបាទត្រូវការប្រើពេលវេលាយើងយូរអាស្រ័យទៅលើកត្តាថាតើសិស្សរូបហ្នឹងគាត់មានភាពបាទបើយ៉ាងណាថាគាត់ធ្លាប់មានអតីតភាពជាមួយទឹកណាក្រក់កម្រិតណាគាត់ធ្លាប់ស្មាតទោសនិយាយក្រក់ស្ដាប់គាត់ធ្លាប់លងទឹកខ្លាំងដល់កម្រិតណាស្ទុះដល់កម្រិតណាអញ្ចឹងទៅបាទប៉ុន្តែសួរថារៀនបានអត់ឬក៏អាចជួយគាត់បានអត់ចំណាយខ្លីគេបានគាត់ចំណាយពេលរៀនយូរយើងទៅពីអាណាព្យាបាលអញ្ចឹងទៅហ្នឹងហើយទីមួយបើសិនជាសិស្សគាត់ជាមនុស្សធំមនុស្សពេញវ័យគឺយើងត្រូវចំណាយពេលរៀនយូរឲ្យគាត់សិក្សាស្វែងយល់ពីខ្លួនឯងពីន័យថាមជ្ឈដ្ឋានជំនួយអាងទឹកដែលគាត់រៀនហ្នឹងឲ្យគាត់មានភាពស្និទ្ធស្នាលជាមួយអាងទឹកជាមួយទឹកមុនសិនដូចជាបាល់គាត់តិចដងអញ្ចឹងតែកាយខ្ញុំមានតិចទៀតជាទូទៅដែលយើងធ្លាប់ឆ្លងកាត់បទពិសោធន៍សិស្សខ្លាចពេលខ្លះអាចរៀនលឿនជាងសិស្សធម្មតាទៀតដោយសារតែគាត់ព្យាយាមចង់មានថាគាត់ចង់ខ្លាំងមែនតើដើម្បីជំនះនៃការភ័យខ្លាចរបស់គាត់ភាពលងទឹកហ្នឹងអញ្ចឹងទៅគាត់ព្យាយាមមែនតើសូម្បីតែមិនមែនជាថ្ងៃសិក្សាក៏គាត់ព្យាយាមវឹកហាត់ដោយខ្លួនឯងដែរអញ្ចឹងទៅពេលដែលគាត់ព្យាយាមយូរទៅគឺធ្វើឲ្យគាត់លឿនជាងមានថាជាងអ្នករៀនធម្មតាទូទៅទៀតអញ្ចឹងអាហ្នឹងវាជាចំណុចមួយក៏ល្អដែរសម្រាប់អ្នកដែលគាត់ខ្លាចទឹកនិយាយត្រង់ចំណុចហ្នឹងខ្ញុំនឹកឃើញចំណុចមួយទៀតបងប្អូនគ្នាមានដឹងមកអត់ខ្ញុំធ្លាប់មានសពរបស់ខ្ញុំលោកគ្រូផ្សេងខ្ញុំធ្លាប់ឃើញប៉ុន្តែថាកំឡុងពេលដែលគាត់រៀន10ដងហ្នឹងគឺគាត់អាចថាចេះបានត្រឹមតែ50 ដល់ 60% ទេបើថាគាត់ហែបានត្រឹមតែជាមួយឧបករណ៍និយាយស្រួលស្រាប់គាត់ហែបានជាមួយឧបករណ៍អត់លេងឧបករណ៍បានទេហើយក្នុងនាមយើងជាគ្រូជំនាញយើងណែនាំគាត់បន្តទៅមួយវគ្គទៀតវគ្គទី2ដើម្បីការហែរបស់គាត់កាន់តែស្ទាត់ជំនាញជាងហ្នឹងប៉ុន្តែគាត់លក្ខណៈអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀនបន្តគាត់ស្នើសុំថាគាត់នឹងមកហាត់ដោយខ្លួនឯងបន្ថែមបាទតែថាបន្ទាប់ពីចប់10ដងមួយសាលាហ្នឹងទៅបបមកក្រោយតិចសិស្សហ្នឹងគឺគាត់ខ្លាចខ្លាំងមែនតើគាត់ធ្លាប់មានអតីតភាពអាក្រក់ជាមួយនឹងទឹកនិយាយម៉ាត់គឺគាត់លងទឹកពីមុនមកគឺគាត់ធ្លាប់ខ្លាចទឹកតែគាត់រៀនមកវាមួយបើយើងហ្នឹងយើងជួយសម្រាលគាត់បានច្រើនមែនតើគាត់ថាគាត់អត់ទាន់អាចហែលបានដោយខ្លួនឯងទេប៉ុន្តែគាត់អាចហែលបានជាមួយឧបករណ៍បាទឧបករណ៍បើយើងដោយភាពជឿជាក់មិនដែលក្នុងអាងទឹកហើយបន្ទាប់ពីគាត់ចប់10ដងហ្នឹងគាត់មកហែលលេងខ្លួនឯងជាប្រចាំតែគាត់អត់រៀនគាត់គ្រាន់បង់ថ្លៃអាងទឹកមករៀនរំលឹកខ្លួនឯងអញ្ចឹងណាបាទគាត់បឹកហាត់រំលឹកខ្លួនឯងព្យាយាមអភិវឌ្ឍអាហ្នឹងខ្ញុំឃើញគាត់ហែបានតែប្រហែលសប្តាហ៍ដល់ពេលជួបលើក្រោយទៀតឃើញគាត់ហែដោះឧបករណ៍ចេញបាទសម្ប្រាយមែនតើហ្នឹងហើយតែនេះវាជាការឆ្លុះបញ្ចាំងមួយទៅកាន់អ្នកទាំងអស់គ្នាមិនថាយើងមានប្រវត្តិបែបណាឬក៏ការខ្លាចទឹកកម្រិតណាទេបើសិនជាយើងមានការព្យាយាមតាំងចិត្តគឺវានឹងបានផលល្អនៅក្នុង